ពន្លឺព្រះអាទិត្យរៀបអស់ស្ដង់កូដជះពន្លឺពណ៌មាសកាត់វាលស្រែដែលទើបតែច្រូតកាត់រួចកុមារីដានីកំពុងដេកនៅលើរទេះក្របីដែលដឹកកណ្ដាប់ស្រូវដែលទើបតែបានច្រូតកាត់ពេញព្រាបនៅលើរទេះសំដៅទៅផ្ទះនាងដេកមើលទៅលើមេឃដ៏ធំរវឹងល្វើយស្រាប់តែឮសំឡេងហឹមពីលើអាកាសមានយន្តហោះពណ៌សមួយគ្រឿងកំពុងហោះកាត់ពពកយឺតណានីលើកដៃចង្អុលទៅមេឃរួចសួរទៅឪពុកដែលកំពុងតែបរទេះថាពុកធ្វើម៉េចទើបកូនបានជិះអានឹងឪពុកងាកមកញញឹមទាំងទឹកមុខស្ងប់ស្ងាត់ដៃកាន់ខ្សែគោរួចឆ្លើយតបមកវិញថាបើកូនចង់ជិះយន្តហោះកូនត្រូវខំប្រឹងរៀនឲ្យពូកែថ្ងៃណាមួយចំណេះដឹងនឹងក្លាយទៅជាស្លាបនាំកូនហោះទៅកាន់ទីខ្ពស់ដែលកូនចង់ទៅពេលវេលាកន្លងផុតទៅដានីមិនដែលភ្លេចសម្ដីឪពុកឡើយនាងត្រូវដើរទៅរៀនរាប់គីឡូដីត្រូវជួយធ្វើស្រែឪពុកផងនិងរៀនសូត្រផងទោះបីជាគ្រួសារក្រីក្រគ្មានរបស់ប្រើប្រាស់ទំនើបដូចគេតែនៅក្នុងកាបូបរៀនរបស់នាងតែងតែមានសៀវភៅជានិច្ចរាល់ពេលដែលនាងហត់នឿយនាងតែងតែងើបមើលទៅលើមេឃហើយចាំពាក្យឪពុករបស់នាងដែលធ្លាប់និយាយថាចំណេះដឹងគឺជាស្លាប20ឆ្នាំក្រោយមកនៅក្នុងយន្តហោះដ៏ទំនើបមួយដែលកំពុងហោះឆ្ពោះទៅកាន់ប្រទេសជប៉ុនដានីអង្គុយក្បែរបង្អួចក្នុងសម្លៀកបំពាក់ជាវិស្វករឆ្នើមម្នាក់នាងសម្លឹងមើលទៅក្រោមឃើញវាលស្រែពណ៌បៃតងតូចរួចនឹកឃើញកាលដែលនាងដេកនៅលើរទេះក្របីកាលពីក្មេងនាងដកទូរស័ព្ទមកមើលរូបថតឪពុករួចខ្សឹបតិចថាពុកឥឡូវកូនបានជិះយន្តហោះដូចបំណងហើយភាពក្រីក្រអាចកំណត់កន្លែងដែលយើងកើតតែវាមិនអាចកំណត់កន្លែងដែលយើងត្រូវទៅនោះទេកុំឲ្យស្ថានភាពបច្ចុប្បន្នបង្អាក់មហិច្ឆតារបស់អ្នកចូលខំរៀនសូត្រនិងសាងស្លាបខ្លួនឯងឲ្យរឹងមាំព្រោះចំណេះដឹងគឺជាយានជំនិះតែមួយគត់ដែលនាំអ្នកហោះចេញពីភាពក្រីក្រជានិរន្តរ៍